បាទសូមជម្រាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះជួបជាមួយខ្ញុំភេត្រាបាទថ្ងៃនេះបាទខ្ញុំមកនិយាយអំពីបញ្ហាជំងឺខូចចម្រងនោមបាទបងប្អូនអរគ្នានឹងហើយបងប្អូនអរគ្នាជំងឺខូចចម្រងនោមបាទគឺជាជំងឺមួយកាចសាហាវបាទកាចខ្លាំងមែនទែនហ្នឹងហើយវាខុសពីជំងឺផ្សេងនិយាយទៅគេហៅថាខូចតម្រងនោមហើយនឹងខូចកលៀនបាទភាសាជាទូទៅភាសាខ្មែរយើងគេតែងហៅថាខូចកលៀនបាទកលៀនហើយនឹងតម្រងនោមបាទវាដូចគ្នាបាទអញ្ចឹងជាបទពិសោធន៍ដែលខ្ញុំធ្លាប់មានគ្រួសារបាទត្រូវជាយាយគាត់កើតជំងឺខូចតម្រងនោមនឹងដែរបាទនឹងមានយាយ2នាក់បាទប៉ុន្តែយាយម្នាក់ទៀតគាត់អត់បានលាងឈាមទេហើយយាយម្នាក់ទៀតបាទគាត់បានលាងឈាមបាទហើយរហូតមកដល់បច្ចុប្បន្ននេះគឺគាត់បានបាទបាត់បង់ជីវិតហើយអ្នកដែលលាងឈាមបាទយាយដែលលាងឈាមហើយយាយដែលអត់តន់លាងឈាមបាទគឺគាត់រស់នៅរហូតដល់បាទជិត20ឆ្នាំមកដល់បច្ចុប្បន្ននេះគាត់អត់តន់មានបញ្ហាអីទេបាទអញ្ចឹងគាត់បានប្រាប់ខ្ញុំដល់កាលដែលយាយម្នាក់ទៀតគាត់បានខលទូរស័ព្ទមកប្រាប់ខ្ញុំគាត់បានប្រាប់ពីបញ្ហារបស់គាត់បាទគាត់ថាគាត់បាទការផលិតមុនគឺពេលដែលគាត់ទៅពេទ្យបាទអានឹងគាត់មានគេហៅថាមានការគិតព្រោះអីគាត់អត់ស្លន់តាមគេអញ្ចឹងណាបាទអញ្ចឹងនៅពេលដែលពេទ្យគេឲ្យលាងគាត់ថាគាត់អត់លាងទេបាទគាត់ស៊ូស្លាប់បាទក៏គាត់អត់លាងដែរបាទនៅពេលដែលគាត់អត់លាងមានអីបាទគាត់រស់នៅបានរហូតដល់សប្តាហ៍ថ្ងៃបាទគាត់អត់មានបញ្ហាអីផងបាទហើយនៅពេលដែលខ្ញុំយាយម្នាក់ទៀតគឺគាត់នៅជាមួយខ្ញុំទាំងម្ដាយបាទអញ្ចឹងនៅពេលដែលគាត់នៅជាមួយខ្ញុំនៅពេលដែលពេទ្យគេឲ្យលាងហើយនៅពេលដែលពេទ្យគេនិយាយតាំងតិចមកគឺយើងស្លន់បាទទី1ស្លន់បាទគ្រួសារមានការស្លន់បាទទី2យើងតែស្លន់ហើយគិតអត់បានវែងឆ្ងាយទេយើងអត់ដឹងថាយើងយើងធ្វើអីបាទហើយអន្លងពេលហ្នឹងគឺយើងចង់ឲ្យអ្នកជំងឺជាក៏ប៉ុន្តែនៅពេលដែលយើងចាប់សួរពេទ្យបាទពេទ្យខ្លះក៏គាត់ល្អទៅក៏គាត់ប្រាប់យើងទៅថាលាងឈាមលាងមួយជីវិតបាទតែពេទ្យខ្លះគាត់អត់ប្រាប់យើងទេគាត់អត់លើកហេតុផលថាជំងឺលាងឈាមហ្នឹងធ្វើម៉េចគឺត្រូវលាងមួយជីវិតបាទហើយជំងឺលាងឈាមហ្នឹងគឺលាងរហូតបាទទាល់តែដូរកលៀនចេញទៅបានផ្អាកលាងឬមកក៏ទៅដូរកលៀនឲ្យត្រឹមត្រូវឲ្យវាដំណើរការមកវិញទៅបានឈប់លាងអញ្ចឹងណាបាទតែនេះអត់បាទអញ្ចឹងយើងស្លន់ដាល់យើងក៏បានសម្រេចចិត្តចុះហត្ថលេខាបាទផ្តិតមេដៃដើម្បីឲ្យពេទ្យបាទដើម្បីឲ្យពេទ្យធ្វើការលាងអញ្ចឹងណាបាទហើយមកដល់សប្តាហ៍ថ្ងៃនេះបាទនៅពេលដែលខ្ញុំលាងខ្ញុំគិតថាខ្លួនឯងមានលុយប្រហែលជា2-3,000ដុល្លារយើងលាងបានយូរដែរអញ្ចឹងណាប៉ុន្តែបន្ទាប់ពីលាងអស់លុយទៅយើងបានលុយមកពីណាទៀតបាទត្រឹមសមត្ថភាពយើងអាចរកលុយបានមួយខែ200-300ដុល្លារมันអាចតបជាប់ជាមួយនឹងការលាងឈាមនឹងបានទេបាទអញ្ចឹងបងប្អូនទាំងគ្នាត្រូវដឹងថាកលៈទេសៈសេដ្ឋកិច្ចប្រទេសខ្មែរកលៈទេសៈប្រជាជនខ្មែរมันអាចទៅរកលុយមួយខែជិត1000ដុល្លារបានទេបើសិនជាទោះបីជាអ្នករកបានក៏អ្នកនឹងខ្លាំងដែរ
ខ្លាំងនៅក្នុងចំណោមមនុស្សដែលខ្លាំងបាទអញ្ចឹងប្រាក់ខែត្រឹម300ទៅអត់ជាប់ទេថ្លៃសាំងផងថ្លៃខ្ញុំលៀងឲ្យយាយរបស់ខ្ញុំលៀងទៅក៏អស់បាទអស់លុយបាទដប់មកផ្ទះក៏បាទដល់ថ្ងៃដប់មកផ្ទះបានប្រហែលថ្ងៃថាទៅបានថាទៅខ្ទង់5ថ្ងៃទៅមួយអាទិត្យបាទគាត់ស្លាប់បាទ5ថ្ងៃទៅមួយអាទិត្យហ្នឹងគឺវាច្រាលទឹកជាតិទឹកហ្នឹងវាច្រាលនៅក្នុងសួតបាទវាយើងកលៀនយើងអត់ចម្រោះបានទៀតហើយមុនដំបូងគេចោះដៃអញ្ចឹងហើយមុនដំបូងគេចោះដៃលាងអញ្ចឹងហ្នឹងណាយូរទៅគេចោះនេះអាកន្លែងកលៀនបែកលៀននឹងដែរខ្ញុំមិនដឹងថាគេចោះតាណាទេតែគ្រាន់តែឃើញអ្នកខ្លះចោះកកបាទឃើញអ្នកខ្លះចោះក្បែរពោះក្បែរកលៀនអញ្ចឹងណាបាទអញ្ចឹងអ្វីត្រូវជាប់ទាំងអស់បាទខ្ញុំហួសពេលហើយអ្វីដែលខ្ញុំរៀនឈាមគឺបានត្រឹមតាសោកស្ដាយអញ្ចឹងខ្ញុំមកធ្វើវីដេអូហ្នឹងគឺខ្ញុំគ្រាន់តែចង់ឲ្យបងប្អូនគ្នាបាទមុននឹងធ្វើការសម្រេចចិត្តបាទលៀងឈាមឬមកក៏ឲ្យឪពុកម្ដាយបងប្អូនញាតិមិត្តបាទត្រូវសម្រេចចិត្តមើលសិនគិតមើលសិនថាតើយើងកំពុងតែធ្វើអីគេបាទហើយសិក្សាឲ្យច្បាស់សិនបាទលៀងឈាមហ្នឹងគឺមិនមែនលៀងមួយថ្ងៃឈប់ទេបាទលៀងមួយជីវិតបាទមួយជីវិតហ្នឹងយើងមានលុយមកពីណាបាទបើយើងនិយាយទៅយើងទោះបីយើងមានលុយដល់$2-30000ក៏យើងអត់អាចតបជាប់ដែរបាទបើថាដូរកលៀនតើតែយើងទៅត្រូវកន្លែងហើយដូរកលៀនហ្នឹងត្រូវការចំណាយលុយ$20,000ឬមកក៏$30,000បាទហើយមិនប្រកាសថាដូរបានជោគជ័យដែរបាទអញ្ចឹងយល់ល្អបាទយើងគិតមើលច្បាស់បាទមុននឹងលៀងឈាមហើយកុំចេះតែទៅតាមគេនិយាយផុយស្រួលពេទ្យគេនិយាយស្រួលថាលៀងឈាមមិនឲ្យវាល្អមិនឲ្យវាសុខភាពល្អបាទហ្នឹងហើយដល់ពេលដែលយើងចាប់ដើមលៀងទៅបានយើងដឹងថាអាកលៈទេសៈហ្នឹងការស្លាប់គឺនៅមុខយើងបាទនៅនឹងមុខយើងអត់លៀងឈាមតាមមួយអាទិត្យបាទយ៉ាងយូរណាស់10ថ្ងៃអីស្លាប់បាត់បាទចាំមិនថាពិបាកណាស់បងប្អូនអរគ្នាអញ្ចឹងរឿងស្លាប់រស់បាទកុំលេងសើចជាមួយហើយរឿងស្លាប់រស់បាទការស្លាប់វាស្រួលទេប៉ុន្តែគ្រាន់តែថាយើងនាំទុកដល់គ្រួសារម៉ែឪបងប្អូនអញ្ចឹងណាបើសិនជាយើងមានជំងឺលេងឈាមនឹងបាទយើងនៅសុខភាពល្អអាចនោមបានអាចញ៉ាំបានហើយវាអត់សូវធ្វើទុកទេយើងព្យាបាលកែវាសិនបាទកែវាដោយប្រើប្រាស់អាហារប្រើប្រាស់ស្តង់ដាញ៉ាំដើម្បីសុខភាពបើលេចបើកើតទៅហើយជាអាចល្អមកវិញបាទហ្នឹងពេលខ្លះមានអ្នកខ្លះប្រើថ្នាំខ្មែរអីទៅត្រូវបាទតែខ្ញុំមកនិយាយហ្នឹងគឺតែយើងលៀងឈាមហើយដូចជាវាហួសពេលបាទអញ្ចឹងតាលៀងឈាមហើយគឺទៅរបូតបាទវីដេអូហ្នឹងមិនមានអ្នកណាគេធ្វើនិយាយច្រើនទេបាទតែគ្រាន់ថាខ្ញុំជួបប្រទះហើយក៏ខ្ញុំមិនចង់ឲ្យអ្នកដែលលៀងឈាមដោយគ្មានការគិតពិចារណាក៏បានមើលវីដេអូហ្នឹងហើយពិចារណាមើលខ្លួនឯងបាទការលៀងឈាមអាយុជីវិតយើងបាទគឺដាក់ទៅលើម៉ាស៊ីនបាទម៉ាស៊ីនមួយអាទិត្យស៊ី$200បើអាចធ្ងន់ធ្ងរអាចស៊ីដល់រហូតដល់
រាប់ពាន់ដុល្លារបាទចឹងសួរថាសមត្ថភាពយើងតើអាចរត់បានប្រហែលខែប្រហែលថ្ងៃប្រហែលឆ្នាំបាទហើយតើយើងមានជំរឿផ្សេងអត់សម្រាប់នៅក្នុងការកែសុខភាពរបស់យើងមកវិញបាទអញ្ចឹងយើងគិតមើលត្រង់ចំណុចហ្នឹងណាបាទហើយកុំឲ្យមានការសោកស្ដាយខ្ញុំអត់ដឹងទេបាទខ្ញុំដឹងតែលៀងទៅតាមអ្វីដែលគេប្រាប់បាទប្រហែលដែរចឹងគាត់ថាខ្ញុំចេះថាផ្ដល់យោបល់ល្អឲ្យបងប្អូនអរគ្នាបាទមុននឹងធ្វើអ្វីមួយគឺត្រូវតាសម្រេចចិត្តឲ្យច្បាស់បាទមុននឹងបាទត្រូវលាងឈាមត្រូវមកគិតសិនបាទដេកគិតសិនថាតើយើងអាចរកអ្វីកែបានទេកុំឮគេថាលាងឈាមចឹងទៅវាល្អវាគ្មានលាងឈាមល្អទេតែលាងឈាមហើយគឺជីវិតស្មើ0បាទហ្នឹងហើយអញ្ចឹងវីដេអូនឹងខ្ញុំមានតែប៉ុណ្្នឹងឯងបាទអរគុណច្រើនបាទជម្រាបលាបងប្អូនអរគ្នាបាទ